បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះប្រេកប្រាបេតាហ្វាមបាទចេញវីដេអូខ្លីមួយបាទចង់និយាយពីភាពខុសគ្នារវាងត្រីដែលយើងម៉ាក់ហើយបាទម៉ាក់ហើយនឹងត្រីដែលយើងទៅតែនឹងចាប់ឡើងពីសបុកបាទអញ្ចឹងថាតើវាមានភាពខុសគ្នាយ៉ាងណាហើយបាទវាត្រីយ៉ាងម៉េចបាទត្រីបកែយ៉ាងម៉េចហើយនឹងត្រីដែលវាកំពុងឡើងយ៉ាងម៉េចបាទថ្ងៃនេះខ្ញុំប្រេប្រាបេតាហ្វាមបាទបកស្រាយនៅចំណងបងប្អូនដែលតែងតែសួរដែរបាទថ្ងៃនេះខ្ញុំនឹងធ្វើជាវីដេអូបង្ហាញតែម្ដងបាទឥឡូវនេះខ្ញុំមានត្រីបាទសបុកតែមួយទេបងប្អូនបាទប៉ុន្តែមាន5កែវបាទហើយខ្ញុំឲ្យបងប្អូនមើលត្រីបាទ3កែវនេះគឺត្រីដែលខ្ញុំចាប់ពីសបុកមកហើយ2គ្រាប់នេះគឺជាត្រីដែលខ្ញុំម៉ាក់ហើយខ្ញុំឡើងថែបាន4ថ្ងៃអញ្ចឹងលក្ខណៈខុសគ្នាបងប្អូនអាចមើលថាខុសគ្នាយ៉ាងដូចម្ដេចបាទបងប្អូនមើលត្រីដែលខ្ញុំម៉ាក់ហើយបាទត្រីចាប់មុនហើយម៉ាក់បាទយើងម៉ាក់វាយើងបំពន់ចំណីវាទៅងំឡើងថែបាទហើយនឹងត្រីដែលយើងមិនទាន់ម៉ាក់បាទត្រីចាប់ចេញពីសបុកប៉ុន្តែដោយសារវាកាចបងប្អូនមើលខំគ្នាដាច់រហែកបាទមានន័យថាកំពុងតែឡើងបាទត្រីនេះកំពុងឡើងខ្លាំងអញ្ចឹងខ្ញុំធ្វើវីដេអូនេះដើម្បីបង្ហាញបងប្អូនមើលបាទទាំងរោមរបស់វាបាទគឺវាអត់មានរោមបាទវាអត់មានរោមទេតែវាកាចទេបងប្អូនឃើញបាទវាឃើញគ្នាមិនបានទេបាទឃើញអត់មានរោមទេបាទត្រីនេះបាទហើយបងប្អូនមើលនៅពេលដែលយើងឡើងថែវាគឺរោមវាស្អាតបាទត្រីនេះគឺពេញរូបពេញរាងហើយខ្ញុំចេញខំវា2គ្រាប់បាទព្រឹកមិញនេះគឺឈ្នះទាំងពីរបាទអញ្ចឹងត្រីនេះគឺល្អបងប្អូនបាទឥឡូវបងប្អូនមើលបាទភាពខុសគ្នាបាទបងប្អូនមើលសបុកតែមួយទេបាទសបុកតែមួយទេបងប្អូនអាចមើលបាទមើលផែនត្រីទៅហើយមកមើលត្រីដែលខ្ញុំទើបនឹងចាប់ឡើងនេះបាទគឺពិតជាគួរឲ្យអស់សំណោចបាទប៉ុន្តែត្រីកាចបាទត្រីកាចកំពុងឡើងខ្លាំងបាទត្រីនេះចូល6ខែជាងបាទប៉ុន្តែវាកាចខ្លាំងបាទកាចខ្លាំងគឺខំគ្នាឲ្យខ្ញុំចាប់យកមកដើម្បីថែខ្លួនឯងត្រៀមចេញខំហើយត្រីនេះខ្ញុំទើបតែនឹងចាប់ដាក់ទេបងប្អូនបាទទើបតែនឹងចាប់ដាក់កែវទេប៉ុន្តែបងប្អូនមើលភាពកាចហើយនឹងការបាទភាពរហ័សរហួនរបស់វាគឺវាអត់ខ្លាចទេបាទត្រីនេះគឺពេលដែលខ្ញុំចាប់ឡើងដៃហ្នឹងគឺខំដៃទៀតបងប្អូនបាទគឺខំដៃទៀតបាទអញ្ចឹងបាទខ្ញុំគិតថាត្រីនេះគឺល្អបាទហើយខ្ញុំចេញខំនោះអានោះគឺលេខដែលសល់បាទសល់យើងថ្លឹងមួយហើយប៉ុន្តែសល់ពេលដែលយើងថែស្អាតទៅបងប្អូនមើលរូបរាងរបស់វាគឺស្អាតបាទស្អាតណាស់បាទហើយត្រីដែលយើងជាម្ចាស់ហ្វាមបាទយើងត្រីក្នុងសបុកតែមួយមែនប៉ុន្តែយើងរើសបាទយើងរើសត្រីដែលពេញលក្ខណៈបាទមានន័យថាទាំងរូបរាងក្បាលអាវស្បែកអីហ្នឹងគឺយើងរើសឡើងកែវដើម្បីទុតពិនិត្យរួចបានយើងយកមកថែបាទអញ្ចឹងបងប្អូនមើលបាទមើលភាពខុសគ្នារវាងបាទត្រីនៅពេលដែលយើងបានបំពន់ចំណីត្រីធម្មតានៅពេលដែលយើងចាប់ផ្ដើមឲ្យស៊ីចំណីវាដាច់ដោយឡែកបាទចាប់ក្រោមចាប់ម៉ាក់ហៅថាចាប់ម៉ាក់ហ្នឹងគឺវាស៊ីឆ្អែតបាទវាស៊ីបានចំណីពេញបរិបូរណ៍អញ្ចឹងរូបរាងបាទថ្មិញអាវស្បែករបស់វាគឺវាបាចរូមចេញមកស្អាតតែម្ដងអញ្ចឹងបងប្អូនរងចាំមើលបាទ5ថ្ងៃទៅ7ថ្ងៃទៀតខ្ញុំនឹងធ្វើវីដេអូសូបង្ហាញកែវដដែលកន្លែងដដែលនេះថាតើត្រី3គ្រាប់នេះវានឹងទៅជាយ៉ាងណាហើយចាំមើលតើយើងអាចប្រៀបធៀបជាមួយនឹង2គ្រាប់នោះទៀតបានដែរឬអត់បាទអញ្ចឹងខ្ញុំទុក5គ្រាប់នេះដើម្បីសូបង្ហាញឲ្យបងប្អូនឃើញបាទហើយនេះគឺជាកូនត្រីលេខ A04 បាទត្រីនេះកំពុងឡើងហើយបកែបាទខ្ញុំចេញខំព្រឹកមិញ2គ្រាប់ឥឡូវនេះខ្ញុំដាក់បាទឲ្យម៉ួយអស់8គ្រាប់ហើយបាទយើងរងចាំមើល feedback របស់ម៉ួយបាទអញ្ចឹងមានអ្វីបាទมันមានអ្វីបន្តទៀតទេគ្រាន់តែចង់បង្ហាញភាពខុសគ្នាត្រីម៉ាក់ហើយនិងត្រីមិនម៉ាក់អានេះយើងម៉ាក់ឲ្យថែបាន4ថ្ងៃបាទយើងចេញខំរួចនៅសល់នេះ2បាទអញ្ចឹងបងប្អូនមើលភាពកាចរបស់វាគឺកាចណាស់បាទត្រីនេះបាទខំដៃបាទខំដៃខ្ញុំឃើញថាថ្មិញរបស់វាតាមពិតវាមិនមុតដៃចិញ្ចៀមទេបងប្អូនប៉ុន្តែវាខំបាទវាខំដៃយើងហ្នឹងខំរបៀបដូចជាបាទមានថ្មិញប៉ុន្តែថ្មិញហ្នឹងខ្ញុំគិតថាវាមិនជ្រៅមុតដល់ថ្នាក់មុតដៃខ្ញុំទេព្រោះដៃខ្ញុំវាក្រាស់ដែរស្បែកបាទប៉ុន្តែគាត់ត្រីនេះគឺកាចណាបងប្អូនកាចយើងថែត្រីគាត់ណាយើងចេញបាទចេញបងប្អូនមើលវាខំបាទគាត់ណាយើងអាចសម្គាល់បានថាវាអាចនឹងភាគរយជោគជ័យបាទបើសិនជាកូនសបុកគេបាទល្មមអីបាទ
nè ngày mình côn bố bà bật mình ấy cứ pa trai kỳ khăng đấy bà này vay ôi cái thông chiêng bằng môi lai chỉ là tập phó cứ bao nhiêu vay cái ngọt vay cái lịch tật đầm đòn này mà crop tiết cà lô mà rồi xài pi xài bay và cái thông chiêng dương mà lái mà dương vay cái sông cho chanh và lờiนี้ខ្ញុំបាទចង់សូមបង្ហាញបងប្អូនប៉ុណ្ណឹងហើយសម្រាប់ត្រីបាទ6កែវនេះមានអាធំមួយនេះបាទត្រីនេះគឺកំពុងតែដេញមេបាទយើងដេញពីមេ1មេ2ឥឡូវដល់មេ3ហើយត្រៀមចេញប្រយុទ្ធអញ្ចឹងបង្ហាញបងប្អូនតិចទេបាទហ្នឹងហើយដោយសារឥឡូវគឺយើងថែចេញប្រយុទ្ធខ្លួនឯងណាអញ្ចឹងវាបាទត្រីយើងចាប់ផ្ដើមចាប់ក្បាច់ត្រីបានច្រើនបាទអូខេអរគុណជម្រាបលាពុកម៉ែបងប្អូនបាទយើងរងចាំវីដេអូអាប់ដេតនៅពេលក្រោយបាទអរគុណបាយបាយ